ប៉ូលីសនិងយោធាថៃបានឆ្មក់ជួបង្ក្រាបក្លឹបរាត្រីខុសច្បាប់មួយកន្លែងនៅកណ្ដាលទីក្រុងបាងកករកឃើញអ្នកដែលមានវិជ្ជមានសារធាតុញៀនចំនួន21នាក់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនា Channel Hot New Daily ជួបគ្នាសារជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះគឺថ្ងៃទី18ខែតុលាឆ្នាំ2025ដែលខ្ញុំបាទនឹងទៅស្វែងរកព័ត៌មានថ្មីដែលកំពុងតែកើតមាននៅឯប្រទេសថៃមកចែកម្លែកជូនពុកម៉ែឲ្យបានដឹងទាក់ទងជាមួយនឹងហេតុការណ៍ដែលកំពុងតែកើតមានដោយថ្ងៃនេះដែរខ្ញុំមានព្រឹត្តិការណ៍ព័ត៌មានថ្មីមួយមកអាប់ដេតចែកជូនពុកម៉ែបងប្អូនឲ្យបានដឹងទាក់ទងជាមួយនឹងមន្ត្រីប៉ូលីសថៃបានចូលបង្ក្រាបក្លឹបរាត្រីមួយកន្លែងដែលក្នុងនោះដែរមានមនុស្ស21នាក់ដែលមានផ្ទុកសារធាតុញៀនអញ្ចឹងខ្ញុំនឹងទៅលម្អិតព័ត៌មានហ្នឹងចែកជូនពុកម៉ែបងប្អូនមន្ត្រីប៉ូលីសយោធាថៃបានឆ្មក់ចូលបង្ក្រាបក្លឹបរាត្រីខុសច្បាប់មួយកន្លែងនៅឯកណ្ដាលទីក្រុងបាងកករកឃើញអ្នកមានវិជ្ជមានដោយសារធាតុញៀនចំនួន21នាក់នៅពេលរៀបភ្លឺថ្ងៃទី18ខែតុលាឆ្នាំ2025កម្លាំងប៉ូលីសរាជធានីបាងកករួមជាមួយនឹងកម្លាំងយោធានិងអង្គភាពបង្ក្រាបគ្រឿងញៀនបានធ្វើប្រតិបត្តិការឆ្មក់ចូលបង្ក្រាបក្លឹបរាត្រីមួយកន្លែងដែលខុសច្បាប់នៅតំបន់ស្រុកគួយខ្វាងកណ្ដាលទីក្រុងបាងកកនៅឯប្រទេសថៃប្រតិបត្តិការនេះដែរបានធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ជូនដំណឹងពីប្រជាពលរដ្ឋអំពីសកម្មភាពលក់និងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបរាត្រីនេះផងដែរបងប្អូនដែលត្រូវបានចាត់ទុកថាជាចំណុចកណ្ដាលនៃការចែកចាយគ្រឿងញៀននៅក្នុងកំឡុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាផ្ទាល់របស់ក្លឹបនេះម្នាក់រួមទាំងអ្នកចូលរួមនៅក្នុងក្លឹបប្រមាណជា300នាក់នៅក្នុងនោះមានភ្ញៀវទេសចរបរទេសជាច្រើនជាពិសេសជនជាតិចិនបន្ទាប់ពីការធ្វើទៅលើការតេស្តនៅលើឧបករណ៍អ៊ុយរិនតេសដែលត្រូវបានធ្វើឡើងក្នុងចំណោមមនុស្សដែលបានឃាត់ខ្លួនអាជ្ញាធរថៃបានរកឃើញថាមានមនុស្សវិជ្ជមានចំនួន21នាក់ដែលមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនរួមទាំងមានគ្រឿងញៀនប្រភេទមេតាភីតាមីនឬហៅបានថាយ៉ាប៉ានិងកាតាមីនផងដែរគ្រឿងញៀនទាំងនេះត្រូវបានរកឃើញនៅក្នុងបន្ទប់ VIP ចំនួន4រួមទាំងថង់ Happy Water ចំនួន4កញ្ចប់និងសារធាតុញៀនផ្សេងទៀតទោះបីជាមិនទាន់មាននរណាម្នាក់ដែលមានព្រឹត្តិការណ៍សកម្មភាពដែលបណ្ដាលមកពីសារធាតុញៀនទាំងនេះក៏ដោយក៏មន្ត្រីប៉ូលីសបានប្រមូល DNA ទាំងអស់អ្នកដែលមាននៅក្នុងបន្ទប់ទាំងនោះដើម្បីស៊ើបអង្កេតការងារបន្ទាប់ក្លឹបរាត្រីនេះដែរមានទីតាំងនៅតាមបណ្ដោយផ្លូវសូប្រាជ្ញាថេត11ត្រូវបានបើកដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវតាមការស្របច្បាប់នោះទេហើយនឹងត្រូវបានចាត់ទុកថាជាកន្លែងសម្រាប់ភ្ញៀវទេសចរចិនមកសម្រាកកម្សាន្តផងដែរអ្នកស្រីសាកូណាសាខុនសញ្ញាផ្ទាល់របស់ក្លឹបត្រូវបានចោទប្រកាន់ពីការបើកទីកន្លែងសម្រាប់ប្រើប្រាស់គ្រឿងញៀនដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវដោយអនុញ្ញាតឲ្យមានសកម្មភាពពាក់ព័ន្ធជាមួយនឹងគ្រឿងញៀននៅឯទីតាំងនេះផ្ទាល់ផងដែរនិងមានលក់សារធាតុអាល់កុលក្រៅម៉ោងកំណត់របស់ប្រទេសថៃក្លឹបនេះត្រូវបានធ្វើការបិទទ្វារជាប់រយៈពេល5ឆ្នាំនិងដកហូតសម្ភារៈពាក់ព័ន្ធទៅកាន់ស្ថានីយ៍ប៉ូលីសហួយខ្វាងដើម្បីដំណើរការនីតិវិធីតាមច្បាប់បន្ទាប់ប្រតិបត្តិការនេះដែរជាផ្នែកមួយនៃយុទ្ធសាស្ត្របង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាលថៃដែលមានការសហការពីអង្គភាពអន្តោប្រវេសន៍ការការពារស្ត្រីនិងកុមារអាជ្ញាធរថៃក៏ស៊ើបអង្កេតកំណត់ការចូលចេញរបស់របស់ជនបរទេសដែលត្រូវបានឃាត់ខ្លួន
នឹងពិនិត្យមើលពីប្រវត្តិព្រហ្មទណ្ឌតាក់ទងជាមួយនឹងគ្រឿងញៀននេះលោកពលសុកលុនប្រាក់បកយកយ៉ាមពិនិត្យនាយកដ្ឋានមន្ត្រីប៉ូលីសហួយខ្វាងដែលបញ្ជាក់ថាប្រតិបត្តិការនេះនឹងត្រូវបានបន្តដើម្បីកញ្ចាប់កន្លែងសំណាញ់គ្រឿងញៀននៅតាមតំបន់ក្លឹបរាត្រីនៅក្នុងទីក្រុងបាងកកនេះផងដែរអាជ្ញាធរថៃបានអំពាវនាវទៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ឲ្យបានជូនដំណឹងអំពីសកម្មភាពតាក់ទងជាមួយនឹងការសង្ស័យដើម្បីជួយការពារសហគមន៍ពីគ្រោះថ្នាក់នៃគ្រឿងញៀនបាទបងប្អូនតាក់ទងជាមួយនឹងព្រឹត្តិការណ៍ដែលមន្ត្រីអាជ្ញាធរថៃចុះបង្ក្រាបទីតាំងក្លឹបរាត្រីមួយកន្លែងដែលក្នុងនោះរកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន21នាក់ក៏បានមកដល់ទីបញ្ចប់ជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនា Channel របស់ខ្ញុំបាទហើយក៏សូមអធិស្ឋានទៅលើការអត្ថាធិប្បាយដែលមានពាក្យពេចន៍ត្រង់ណាមិនសមរម្យក៏សូមអភ័យទោសហើយយើងខ្ញុំនឹងកែសម្រួលនៅវីដេអូបន្ទាប់សូមជម្រាបលា